សួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំតែថ្ងៃនេះខ្ញុំសូមបង្ហាញពីរបៀបនៃការដំឡើង iOS 26.1 ហើយក្រុមហ៊ុន Apple ទើបតែនឹងទម្លាក់ប្រភេទ account RC បងប្អូនអរគ្នាដែលមានពាក្យពេញថា release candidate អញ្ចឹងហ្នឹងបងប្អូនក៏អាចធ្វើការដំឡើងបានសម្រាប់បងប្អូនដែលមាន account ប្រភេទ developer អញ្ចឹងថាតើ account developer ហ្នឹងមិនបងប្អូនអាចទស្សនាវីដេអូរបស់ខ្ញុំដែលខ្ញុំធ្លាប់បង្ហាញនៅក្នុង channel របស់ខ្ញុំបងប្អូនអាចចូលទៅស្វែងរកទៅអញ្ចឹងដើម្បីធ្វើការដំឡើងបានហ្នឹងគឺបងប្អូនត្រូវធ្វើការចិត្តទៅលើពាក្យថា update now ឬក៏ update tonight នេះតែក្នុងនោះទំហំនៃ iOS ហ្នឹងគឺមាន 8.39 GB ដើម្បីបងប្អូនធ្វើការដំឡើងបានហើយបងប្អូនមានទំហំ G ខុសៗគ្នាទៅតាមទូរស័ព្ទរបស់បងប្អូនដូចគ្នាហើយក្នុងនោះមុននឹងដំឡើងបានបងប្អូនត្រូវប្រកាសថាបងប្អូនមានថ្មចាប់ពី 50% ឡើងហើយឬក៏បងប្អូនអាចធ្វើការដោតឆ្នាំងសាកជំនួយផងដែរអញ្ចឹងកុំឲ្យខាតពេលវេលាយូរយើងចូលទៅទស្សនាទាំងអស់គ្នាជាដំបូងបងប្អូនចូលទៅកាន់ setting បងប្អូនចូលទៅកាន់ general បងប្អូនចូលទៅកាន់ software update អញ្ចឹងបងប្អូននឹងឃើញនេះជា account របស់ខ្ញុំហើយ iOS 26.1 អញ្ចឹងខ្ញុំបាន download រួចរាល់ហើយកន្លែងនេះវាបញ្ជាក់ថា downloaded អញ្ចឹងខ្ញុំអាចធ្វើចុចទៅថា update now បានដោយខ្ញុំ download រួចរាល់អញ្ចឹងខ្ញុំចុចទៅថា update now ទៅអញ្ចឹងវានឹង load ពាក្យថា verify update អញ្ចឹងយើងធ្វើការរងចាំបន្តិចទៅបញ្ជាក់តើតើមានអ៊ីនធឺណិតទៅបងប្អូនអាចធ្វើការ update បានក្នុងនោះមិនថា internet sim ឬក៏ Wi-Fi ទេគឺបានដូចគ្នាឲ្យតែ internet របស់បងប្អូនដំណើរការទៅរៀង smooth បងប្អូនអរគុណអញ្ចឹងបន្ទាប់ពី load បែបនេះវានឹង load ទៅហើយបងប្អូនអាចធ្វើការរងចាំបន្តិចទៅវានឹងធ្វើការ load នៅ logo Apple ត្រឡប់មកវិញណាបងប្អូនអរគ្នាអញ្ចឹងវា load logo បន្តិចដូចបងប្អូនបានឃើញតមកវា load ឃើញបែបនេះហើយ load logo របស់យើងហើយវាកំពុងតែដំណើរការហើយចូលបងប្អូនអាចរងចាំតាមវាដំណើរការតែម្ដងយើងអត់ធ្វើអីទេលុះត្រាតែ update ចប់ទៅយើង set up តិចតួចគឺរួចរាល់ហើយបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីវា load បន្តិចវានឹងមកដំណើរការដូចគ្នាម្ដងទៀតអញ្ចឹងបងប្អូនអាចធ្វើការរងចាំបន្តិចទៀតទៅវានឹងធ្វើការចូលទៅកាន់ឲ្យបងប្អូន set up ហើយចឹងបន្ទាប់ពីបងប្អូនធ្វើការ update បានរួចរាល់ហើយបងប្អូននឹងឃើញ load ដូចនេះចឹងបងប្អូនធ្វើការបើកមកចឹងបងប្អូនធ្វើការដោះលេខកូដជាមុនសិនតមកបងប្អូននឹងរងចាំបន្តិចចឹងបងប្អូនធ្វើការចុចពាក្យថា continue ចឹងបងប្អូនអាចយកពាក្យថា don't share មកចឹងបងប្អូនរងចាំបន្តិចទៀតតមកបងប្អូនអាចចុចពាក្យថា get start ចឹងយើងនឹងទទួលបាននៅ iOS 26.1 ដែលជាចំនួនសាកល្បងប្រភេទ RC បងប្អូនចូលទៅកាន់ general មកបងប្អូនចូលទៅកាន់ software update បងប្អូននឹងឃើញនេះគឺជា iOS 26.1 ដែលខ្ញុំបានដំឡើងរួចរាល់អរគុណសម្រាប់ការតាមដានទស្សនាហើយនៅវីដេអូក្រោយខ្ញុំនឹងបង្ហាញពីចំណុចថ្មីៗនៃ iOS 26.1 អរគុណជួបគ្នានៅវីដេអូក្រោយ